អាវុធដ៏សាហាវបំផុតទាំង10លើពិភពលោកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបានបង្កើតអាវុធខ្លាំងៗជាប្រវត្តិសាស្ត្រដើម្បីឈ្នះជម្លោះការពារខ្លួនឬដណ្ដើមអំណាចសភាវុធមួយចំនួនបានក្លាយជាអាវុធដ៏សាហាវដែលបានកែប្រែរបៀបដែលប្រជាជាតិនានាធ្វើអន្តរកម្មជាមួយគ្នាទៅវិញទៅមកហើយសូម្បីតែរបៀបនៃសង្គ្រាមក៏ត្រូវបានវិវត្តនិងផ្លាស់ប្ដូរទៅតាមសម័យកាលផងដែររាល់សភាវុធសាហាវនៅក្នុងប្រវត្តិសាស្ត្របានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវិតរស់នៅរបស់មនុស្សសត្វនិងរុក្ខជាតិតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះដូចជាអាវុធវែងឈើឆ្កាងរហូតដល់អាវុធទំនើបដូចជាគ្រាប់បែកនុយក្លេអ៊ែរនិងនាវាមុជទឹកជាដើមខណៈពេលដែលអាវុធមួយចំនួនបានប្រើឧស្ម័នពុលឬបង្កើតជាជំងឺសាហាវដើម្បីបណ្ដាលឲ្យស្លាប់ដោយភាពស្ងៀមស្ងាត់នោះអាវុធខ្លះត្រូវបានរចនាឡើងដើម្បីបំផ្លាញកងទ័ពទាំងមូលក្នុងពេលតែមួយល្បឿននៃព្រួញកម្លាំងទ័ពសេះត្រូវបានគេស្គាល់ថាជាអាវុធដែលគួរឲ្យភ័យខ្លាចបំផុតតាំងពីសម័យបុព្វកាលបច្ចុប្បន្នអ្វីដែលគួរឲ្យខ្លាចជាងទ័ពសេះនិងល្បឿនព្រួញទៅទៀតនោះគឺការភ័យខ្លាចចំពោះសក្តានុពលនៃគ្រាប់បែកនុយក្លេអ៊ែរឬអាចហៅថាអាវុធជីវសាស្ត្រដែលអាចបំផ្លាញទីក្រុងទាំងមូលបន្ថែមពីលើការបញ្ចប់សង្គ្រាមអាវុធទាំងអស់នេះបានបង្កឲ្យមានភាពភ័យខ្លាចការបំផ្លិចបំផ្លាញនិងការឈឺចាប់រ៉ាំរ៉ៃជាញឹកញាប់ក្នុងវីដេអូនេះដែរយើងនឹងពិនិត្យមើលអាវុធសាហាវបំផុតទាំង10ក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនឹងយល់ពីរបៀបដែលពួកវាដំណើរការហេតុអ្វីបានជាធ្វើឲ្យមានការភ័យខ្លាចនិងការប៉ះពាល់ដល់សង្គ្រាមនិងជីវិតមនុស្សពីសមរភូមិបុរាណរហូតដល់សង្គ្រាមបច្ចេកវិទ្យាខ្ពស់នាពេលបច្ចុប្បន្ននេះអាវុធទាំងនេះអាចប្រាប់រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលថាតើការច្នៃប្រឌិតរបស់មនុស្សអាចទៅបានដល់កម្រិតណាលំដាប់ទី1 Nuclear Weapon ឬហៅថា Atomic and Hydrogen Bomb អាវុធនុយក្លេអ៊ែរគឺជាឧបករណ៍បំផ្ទុះដែលទាញយកកម្លាំងបំផ្លិចបំផ្លាញរបស់វាពីប្រតិកម្មនុយក្លេអ៊ែរនិងការបំផ្ទុះដូចជា fission ឬគ្រាប់បែកអាតូមិកឬការរួមបញ្ចូលគ្នានៃប្រតិកម្ម fission និង fusion ដែលបានផលិតការបំផ្ទុះនុយក្លេអ៊ែរប្រភេទគ្រាប់បែកទាំងពីរនេះបញ្ចេញថាមពលក្នុងបរិមាណដ៏ច្រើនពីបរិមាណតិចតួចនៃសារធាតុគ្រាប់បែកនុយក្លេអ៊ែរមានទិន្នផលពី10តោន W54 និង50មេហ្គាតោនសម្រាប់សារបំពុះទិន្នផលក្នុងគីឡូតោនទៀតអាចបំផ្លិចបំផ្លាញទីក្រុងអាវុធតែម៉ូនុយក្លេអ៊ែរដែលមានទម្ងន់តិចជាង600ផោនឬ270គីឡូក្រាមអាចបញ្ចេញថាមពលស្មើនឹង TNT ច្រើនជាង 1.2 មេហ្គាតោនក្រៅពីការបំផ្ទុះឥទ្ធិពលនៃអាវុធនុយក្លេអ៊ែររួមមានកម្ដៅខ្លាំងនិងវិទ្យុសកម្មអ៊ីយ៉ូតព្យុះភ្លើងការធ្លាក់នុយក្លេអ៊ែរវិទ្យុសកម្មជីពចរអេឡិចត្រូម៉ាញ៉េទិកនិងការដាច់រ៉ាដាជាដើមអាវុធនុយក្លេអ៊ែរដំបូងត្រូវបានបង្កើតឡើងដោយគម្រោងសម្ព័ន្ធមិត្តមហាឋានក្នុងកំឡុងសង្គ្រាមលោកលើកទី2អាវុធនុយក្លេអ៊ែរត្រូវបានប្រើប្រាស់ពីរដងក្នុងសង្គ្រាមគឺនៅឆ្នាំ1945ដែលជាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅទីក្រុងជប៉ុនហេរ៉ូស៊ីម៉ានិងណាហ្គាសាគីដែលបានសម្លាប់មនុស្សចន្លោះពី 150,000 ទៅ 246,000 នាក់ការប្រណាំងអាវុធនុយក្លេអ៊ែរសម្រាប់ប្រព័ន្ធចែកចាយរបស់ពួកគេគឺជាធាតុផ្សំកំណត់នៃសង្គ្រាមត្រជាក់ទី2 Maxim Machine Gun កាំភ្លើងយន្ត Maxim ដែលជាកាំភ្លើងយន្តស្វ័យប្រវត្តិដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងដោយវិស្វករនិងជាអ្នកបង្កើត Hiram Maxim ក្នុងឆ្នាំ1884ខណៈដែលគាត់កំពុងរស់នៅក្នុងប្រទេសអង់គ្លេសវាត្រូវបានផលិតដោយ Vickers ហើយជួនកាលត្រូវបានគេស្គាល់ថាជា Vickers Maxim ហើយជួនកាលគ្រាន់តែជា Vickers
កំភ្លើងទាំងអស់នេះត្រូវបានប្រើប្រាស់ដោយអ្នកគ្រប់គ្រងអំណាចធំៗកំភ្លើងម៉ាស៊ីនត្រូវបានដំណើរការឡើងវិញហើយត្រូវបានត្រជាក់ដោយអាវទឹកជុំវិញធុងម៉ាស៊ីនគឺជាផ្នែកធំដែលទទួលខុសត្រូវចំពោះសង្គ្រាមកំភ្លើងយន្តក្នុងសង្គ្រាមលោកលើកទី1ទី3 Shock Cavalry ទាហានជិះសេះដែលបានបាញ់ប្រហារគូប្រជែងដោយកម្លាំងល្បឿននិងភាពភ័យខ្លាចត្រូវបានគេស្គាល់ថាជាទ័ពសេះឆក់ពួកគេត្រូវបានជួលនៅក្នុងសម័យបុរាណនិងយុគសម័យកណ្ដាលដើម្បីបំពេញការពារសត្រូវនិងញុះញង់ឲ្យមានការភ័យខ្លាចដោយសេះបានផ្ដល់កម្លាំងឲ្យកាន់តែខ្លាំងជាងដាវឬដាវរបស់អ្នកជិះនៅក្នុងសមរភូមិពួកម៉ុងហ្គោលនិងពួកទាហានមជ្ឈិមសម័យបានប្រើយុទ្ធសាស្ត្រនេះជាមួយនឹងលទ្ធផលដ៏សាហាវទោះបីជាគ្រឿងបរិក្ខាររបស់ពួកគេមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងអាស្រ័យលើតំបន់និងសម័យកាលប្រវត្តិសាស្ត្រក៏ដោយទ័ពសេះទុនធ្ងន់ជាទូទៅត្រូវបានបំពាក់លើសេះចម្បាំងដ៏មានអានុភាពពាក់អាវពាសដែកនិងប្រដាប់ដោយកំភ្លើងដាវមេអំបៅផ្លាប់ពូថៅប្រយុទ្ធឬញញូសង្គ្រាមពួកគេខុសប្លែកពីទ័ពសេះស្រាលដែលមានបំណងសម្រាប់ការវាយឆ្មក់ការឆ្លប់យកការបញ្ចាំងការប៉ះទង្គិចការល្បាតនិងការទំនាក់ទំនងយុទ្ធសាស្ត្រលំដាប់ទី4 Artillery ឬ Cannon វាជាកំភ្លើងធំដែលបាញ់គ្រាប់បែកឲ្យជ្រាបឆ្ងាយពីជួរនិងអំណាចនៃអាវុធថ្មើរជើងការអភិវឌ្ឍកំភ្លើងធំដំបូងផ្ដោតលើសមត្ថភាពវាយលុកជញ្ជាំងការពារនិងកំភែងកំឡុងពេលដែលត្រូវឡោមព័ទ្ធនៅពេលដែលបច្ចេកវិទ្យាបានប្រសើរឡើងកំភ្លើងធំក្នុងវាលចល័តកាន់តែស្រាលជាងមុនត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ក្នុងសមរភូមិការអភិវឌ្ឍនេះបន្តនៅរហូតដល់បច្ចុប្បន្នរថពាសដែកទំនើបដែលអាចចល័តដោយខ្លួនឯងគឺវាជាអាវុធចល័តខ្ពស់ដែលមានភាពបត់បែនដ៏អស្ចារ្យជាទូទៅដល់នៅចំណែកដ៏ធំបំផុតនៃកម្លាំងបាញ់សរុបរបស់កងទ័ពតាមឡើយពាក្យកំភ្លើងធំសំដៅទៅលើក្រុមទាហានណាក៏ដោយដែលប្រដាប់ដោយអាវុធឬគ្រឿងសត្រាវុធជាចម្បងចាប់តាំងពីការដាក់បញ្ចូលកំភ្លើងធំនិងកាណូមកកំភ្លើងធំមានន័យយ៉ាងទូលំទូលាយហើយក្នុងការប្រើប្រាស់សហសម័យជាធម្មតាសំដៅលើកំភ្លើងបាញ់ផ្លោងកំភ្លើងត្បាល់និងកំភ្លើងរ៉ុកែតជាដើមទី5 Rifles កំភ្លើងវែងគឺជាកំភ្លើងដែលត្រូវបានរចនាឡើងសម្រាប់ការបាញ់ឲ្យចំគោលដៅសម្គាល់ដោយការកាត់ធុងជាមួយនឹងលំនាំរាងមូលឬរាងជារង្វង់នៃចង្អូរកំភ្លើងកំភ្លើងភាគច្រើនត្រូវបានគេរចនាឡើងដើម្បីកាន់ដោយដៃទាំងពីរហើយទប់ស្មាទល់គូស្នូកដើម្បីរក្សាលំនឹងកំភ្លើងត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមការអនុវត្តច្បាប់ការបរបាញ់និងកីឡាបាញ់ប្រហារជាដើមការបង្កើនកំភ្លើងបានបំបែកអាវុធបែបនេះចេញពីអាវុធរលោងពីសម័យមុនដែលបង្កើនការចំគោលដៅឲ្យកាន់តែច្បាស់និងប្រសិទ្ធភាពទូទៅរបស់វាឲ្យកាន់តែប្រសើរឡើងពួកវាសាហាវជាងកំភ្លើងរលោងចាស់នៅក្នុងសង្គ្រាមដូចជាសង្គ្រាមស៊ីវិលអាមេរិកនិងសង្គ្រាមលោកលើកទី1កំភ្លើងបានអនុញ្ញាតឲ្យទាហានសម្លាប់សត្រូវចម្ងាយដោយភាពជាក់លាក់ដែលធ្វើឲ្យការប្រយុទ្ធកាន់តែសាហាវទី6នាវាមុជទឹក Submarine នាវាមុជទឹកជាញឹកញាប់ហៅខ្លីថាSAPគឺជានាវាទឹកដែលមានសមត្ថភាពប្រតិបត្តិការឯករាជ្យនៅក្រោមទឹកវាខុសពីនាវាមុជទឹកដែលមានសមត្ថភាពនៅក្រោមទឹកមានកម្រិតពាក្យថានាវាមុជទឹកពេលខ្លះក៏ត្រូវបានគេប្រើជាប្រវត្តិសាស្ត្រឬក្រៅផ្លូវការដើម្បីសំដៅទៅលើយានជំនិះនិងមនុស្សយន្តដែលដំណើរការពីចម្ងាយឬចំពោះនាវាខ្នាតមធ្យមឬក៏តូចជាងឧទាហរណ៍ដូចជានាវាមុជទឹក Midget និងនាវាមុជទឹកសើមជាដើមនាវាមុជទឹកត្រូវបានគេហៅថាជាទូកជាជាងនាវាដោយមិនគិតពីទំហំរបស់វាទោះបីជានាវាមុជទឹកពិសោធន៍ត្រូវបានសាងសង់មុនក៏ដោយការរចនា
នាវាមុជទឹកបានដំណើរការក្នុងកំឡុងសតវត្សទី19ហើយនាវាមុជទឹកត្រូវបានអនុម័តដោយកងទ័ពជើងទឹកជាច្រើនពួកវាត្រូវបានប្រើជាលើកដំបូងយ៉ាងទូលំទូលាយក្នុងកំឡុងសង្គ្រាមលើកលោកទី1 1914ដល់1918ហើយឥឡូវនេះត្រូវបានគេប្រើនៅក្នុងកងទ័ពជើងទឹកជាច្រើនទាំងធំទាំងតូចការប្រើប្រាស់យោធារបស់ពួកគេរួមមានវាយប្រហារលើនាវាសត្រូវលើផ្ទៃទឹកពាណិជ្ជករនិងយោធាឬនាវាមួយទឹកផ្សេងទៀតការការពារនាវាផ្ទុកយន្តហោះការបិទផ្លូវរត់ការទប់ស្កាត់នុយក្លេអ៊ែរប្រតិបត្តិការបំបាំងកាយនៅក្នុងតំបន់ដែលត្រូវបានបដិសេធនៅពេលប្រមូលផ្ដុំការស៊ើបការសម្ងាត់និងធ្វើការឆ្លូបយកការនាវាមុជទឹកអាចត្រូវបានកែប្រែសម្រាប់មុខងារឯកទេសដូចជាបេសកកម្មស្វែងរកការជួយសង្គ្រោះនិងការជួសជុលខ្សែក្រាបក្រោមសមុទ្រពួកវាក៏ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មទេសចរណ៍និងបុរាណវិទ្យាក្រោមសមុទ្រផងដែរទី7 Biological Weaponsបាក់តេរីឬមេរោគត្រូវបានប្រើប្រាស់ដោយអាវុធជីវសាស្ត្រដើម្បីចម្លងជំងឺដែលអាចធ្វើឲ្យឆ្លងស្លាប់បានជនជាតិដើមអាមេរិកកាំងបានទទួលរងជំងឺប្រវត្តិសាស្ត្រដែលមានជំងឺអុតស្វាយសពថ្ងៃនេះគ្រាប់កាំភ្លើងតែមួយគ្រាប់នឹងមិនចាំបាច់បាញ់ត្រូវប្រជាជនច្រើននោះទេតែដោយសារមេរោគដែលត្រូវបានបញ្ចូលនៅក្នុងក្បាលគ្រាប់កាំភ្លើងអាវុធទាំងនេះអាចបង្កឲ្យមានការផ្ទុះឡើងដែលមិនអាចគ្រប់គ្រងបាននិងការស្លាប់ដោយស្ងៀមស្ងាត់ដល់មនុស្សសត្វរាប់ពាន់នាក់ទី8 Greek Fire Greek Fire គឺជាវត្ថុរាវងាយឆេះម្យ៉ាងដែលប្រើជាអាវុធដោយចក្រភព Byzantines ជាពិសេសនៅក្នុងសមរភូមិទ័ពជើងទឹកវាគួរឲ្យកត់សម្គាល់សម្រាប់សមត្ថភាពរបស់វាក្នុងការដុតទៅលើទឹកដែលធ្វើឲ្យវាក្លាយជាអាវុធបំផ្លិចបំផ្លាញប្រឆាំងនឹងកប៉ាល់សត្រូវសមាសភាពពិតប្រាកដនៃភ្លើងក្រិចមិនត្រូវបានគេដឹងនោះទេក៏ប៉ុន្តែវាត្រូវបានគេជឿថាផ្អែកលើប្រេងឬណាប់ថាលាយជាមួយនឹងសារធាតុផ្សេងទៀតដូចជាស្ពាន់ធ័រឬផតទី9 Chemical Weaponsអាវុធគីមី CW គឺជាអាវុធពិសេសដែលប្រើប្រាស់សារធាតុគីមីដែលបង្កើតឡើងដើម្បីបង្កគ្រោះថ្នាក់ដល់មនុស្សរហូតដល់ស្លាប់ក្នុងកំឡុងសង្គ្រាមលោកលើកទី1អាវុធគីមីដូចជាឧស្ម័នម៉ាស្តាតនិងក្លរីនត្រូវបានប្រើប្រាស់ដើម្បីបំពុលខ្យល់និងសម្លាប់សត្រូវឬសម្លាប់ទាហានឧស្ម័នទាំងនេះបណ្ដាលឲ្យរលាកស្បែកខូចសួតនិងពិការភ្នែកឧស្ម័នទាំងនេះផងដែរបង្កើតជាសមរភូមិដែលមិនអាចទីទុកជាមុនបាននិងគួរឲ្យភ័យខ្លាចការប្រើប្រាស់នៅប្រភេទឧស្ម័នទាំងនេះត្រូវបានហាមឃាត់ក្នុងប្រទេសជាច្រើនសូម្បីតែបន្ទាប់ពីសង្គ្រាមក៏ដោយទី10 Longbow ចាំងឈើឆ្កាងនិងធ្នូដែលប្រើតាំងពីសម័យបុរាណត្រូវបានប្រើជាចម្បងដោយអ្នកបាញ់ធ្នូរបស់អង់គ្លេសគឺអាចបាញ់សម្លាប់បាននៅចម្ងាយឆ្ងាយអ្នកបាញ់ព្រួញដែលមានជំនាញអាចទម្លុះពាសដែកដោយប្រើព្រួញជាច្រើនក្នុង1នាទី Longbow បានជួយកងកម្លាំងតូចៗក្នុងការកម្ចាត់កងទ័ពធំៗនៅសមរភូមិដូចជា Agnicourt ពួកគេបានប្រើបដិវត្តសង្គ្រាមនៅមជ្ឈិមសម័យព្រោះវារហ័សទស្សនាវីដេអូនេះ